បន្ទាប់ពីភាពស្ងប់ស្ងាត់នៃបញ្ហាសង្កេតអាចរាប់ទុកថាសប្តាហ៍នេះអាក្រក់ជាងគេជាងសប្តាហ៍ណារបស់តម្លៃមាសដែលមាសបានធ្លាក់ចុះរហូតដល់ទៅ 2.8% អាក្រក់ខ្លាំងណាស់ក្នុងខែរាប់តាំងពីខែមករាមកលើកនេះអាក្រក់ជាងគេតែម្ដងនៅក្នុងឆ្នាំ 2029 បើយើងមើលទៅប្រាក់វិញប្រាក់ធ្លាក់ចុះយ៉ាងកំពុងពីខែមករាមកអស់ 23% បច្ចុប្បន្នយើងកំពុងតែលាន់លឺនៅព័ត៌មានអវិជ្ជមានជាច្រើនការទុទាយអំពីតម្លៃមាសបែបនេះបែបនោះធ្លាក់បែបនេះ$250 $180 ក៏កំពុងតែខើបមានវាជាសាមញ្ញទេនៅពេលដែលមានការផ្លាស់ប្ដូរមួយឬក៏នៅពេលដែលតម្លៃបានឡើងទៅដល់តម្លៃខ្ពស់បំផុតរបស់វាហើយវាធ្លាក់ចុះមកវិញតាមរយៈគោលនយោបាយនៃការទប់ស្កាត់របស់សេដ្ឋកិច្ចការចេញព័ត៌មានបែបនេះគឺជារឿងសាមញ្ញប៉ុន្តែនៅពេលដែលអ្នកស្ដាប់ទៅជារឿងធន់ធ្ងរអត់តស្ថានភាពវាមិនជារឿងសាមញ្ញវាជារឿងធន់ធ្ងររបស់អ្នកស្ដាប់ហើយតែមាននៅក្នុងតម្លៃខ្ពស់លក់ចេញទៅវិញហើយធ្ងន់ធ្ងរមកបើយើងមើលសង្កេតពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្នយើងឃើញអតិផរណា CPI គឺ 4.2% នៅក្នុងខែឧសភាឆ្នាំ 2026 ហើយតេតិនជាមួយនឹង PPI គឺសន្ទុះអតិផរណារបស់តាមអ្នកផលិតនឹងគឺ 6.8% ដែលធ្វើឲ្យមានការបារម្ភខ្លាំងឬក៏មានការគិតអំពីការដំឡើងអត្រាការប្រាក់ខ្ពស់មែនទែននៅក្នុងខែមេសាថ្ងៃទី 9 អត្រានៃការដំឡើងអត្រាការប្រាក់មានរហូតដល់ទៅ 68% អតិផរណាខ្ពស់ការបង្ហាញអំពីនិន្នាការនៃការដំឡើងអត្រាការប្រាក់វាคล้ายទៅជារឿងរុញច្រាននៃការលក់មាសយ៉ាងកំពុងនៅក្នុងរយៈពេលខ្លីហើយមានមនុស្សជាច្រើនយល់ច្រឡំថាវាជានិន្នាការនៃការលក់កំពុងឬក៏និន្នាការនៃការធ្លាក់ចុះនៅក្នុងរយៈពេលវែងរបស់មាសធម្មតាទេនៅពេលដែលអតិផរណាឡើងគេក៏រំពឹងថាអត្រាការប្រាក់ក៏នឹងឡើងតម្លៃមាសក៏នឹងធ្លាក់ចុះវាជារឿងធម្មតាប៉ុន្តែវាជារឿងដែលបានកើតឡើងដដែលឥឡូវនេះយើងឃើញអ្នកវិភាគច្រើនចេញតាម Facebook ចេញតាម YouTube ក៏មានដែរអញ្ចឹងសំណួរសួរថាការវិភាគរបស់ពួកគេយើងអាចយកបានប្រសិនបើមានហេតុផលសមរម្យក្នុងការវិភាគតែយើងទៅផ្ទៀងផ្ទាត់ជាមួយនឹងការវិភាគរបស់អ្នកវិភាគពីស្ថាប័នធំរួមជាមួយនឹងស្ថាប័នធំដែរជាក់ស្ដែងយើងយកស្ថាប័នពីរមកពិចារណាទីមួយ Goldman Sachs នៅក្នុងខែឧសភានៅតែរក្សាចំហទៅថៃទៅលើការព្យាករណ៍ពីតម្លៃមាសរបស់ខ្លួនថាមាសអាចឡើងរហូតដល់ទៅ$5,400នៅក្នុងមួយអោននៅក្នុងចុងឆ្នាំ 2026 $5,400នៅក្នុងមួយអោនមានថាមាសឡើងទៅកម្រិតខ្ពស់របស់វាវិញដែលវាប្រមឡើងតែទៅជាមួយនឹង JP Morgan ធ្វើការប៉ាន់ប្រមាណតម្លៃមាសនៅក្នុងខែឧសភាដូចគ្នាដែរប៉ុន្តែគេធ្វើការប៉ាន់ប្រមាណរហូតដល់គ្រូឆ្នាំ 2027 គេទូទាយថាមាសអាចឡើងរហូតដល់ទៅ$6,000នៅក្នុងមួយអោននៅក្នុងចុងឆ្នាំ 2027 ซึ่งយើងឃើញស្ថាប័នពីរដែលជាស្ថាប័នធំ Goldman Sachs ក្រុមហ៊ុនពាណិជ្ជកម្មធនាគារពាណិជ្ជធំរបស់សហរដ្ឋអាមេរិកនិង JP Morgan ប្រធានឬក៏ CEO JP Morgan ជាមីដេមុនក៏ផ្លោះបានទៅឆ្លុះគ្នាជាមួយនឹងលោកតារាត្រាំតែទៅជាមួយនឹងបញ្ហាទេប៉ុណ្ណាថាបញ្ហាទេប៉ុណ្ណា
មិនដូចអ្វីដែលលោកដុល្លារត្រាំធ្លាប់កាត់ទេលោកដុល្លារត្រាំគួរតែចេញទៅខាងក្រៅទិញសម្ភារៈទៅដឹងថាអតិផរណាអាចនឹងឡើងខ្លាំងគំភុំបើសិនបើមានសង្គ្រាមជាមួយនឹងអ៊ឺរ៉ុបឬក៏ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តគោលនយោបាយនៃការដំឡើងពន្ធបដិការរបស់ខ្លួនហើយយើងឃើញជីមីដេមុនគាត់និយាយត្រូវហើយលោកដូណាល់ត្រាំកំពុងស្ថិតនៅក្នុងរឿងខុសអញ្ចឹងមានន័យថាម៉េចមានន័យថាស្ថាប័នធំពីរធំនេះមិនមែនទុះទាយតម្លៃមាសតាមរយៈការស្មានច្បោលនោះទេហើយរឿងដែលបងប្អូនត្រូវយកទៅពិចារណាបន្ថែមទៀតគឺគោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនអ្នកខ្លះប្រហែលជាមិនសូវបានយកចិត្តទុកដាក់រឿងប្រទេសជប៉ុនទេប៉ុន្តែប្រទេសជប៉ុននេះខ្ញុំតែងតែយកចិត្តទុកដាក់និងយកមកនិយាយជាញឹកញាប់នៅក្នុងពេលបច្ចុប្បន្ននេះប្រទេសជប៉ុនរៀបចំការតម្លើងអត្រាការប្រាក់របស់ខ្លួនរហូតដល់ទៅ 1% នៅក្នុងចន្លោះថ្ងៃទី15និង16ខែមិថុនារងចាំសេចក្តីសម្រេចតែប៉ុណ្ណោះតាមរយៈធនាគារកណ្ដាលអញ្ចឹងការសម្រេចមួយនេះប្រសិនបើការឡើងមានមែនណាស្ដាប់ទៅដូចជារឿងតូចតាចពេកដូចជាមិនមានផលប៉ះពាល់អីចំពោះជាមួយសហរដ្ឋអាមេរិកគាត់ថាជប៉ុនដំណើរតែតែជប៉ុនគឺជាអ្នកដែលកាន់បាត់បំណុលរបស់សហរដ្ឋអាមេរិកធំជាងគេនៅក្នុងពិភពលោកហើយជាច្រើនឆ្នាំមកហើយប្រទេសជប៉ុនគឺផ្ដល់អត្រាការប្រាក់ទាបប៉ុន្តែនៅពេលដែលប្រទេសជប៉ុនផ្ដល់អត្រាការប្រាក់ខ្ពស់មកវិញវានឹងរុញច្រានឲ្យអ្នកវិនិយោគទាំងឡាយរបស់ប្រទេសជប៉ុននេះដកទ្រព្យសម្បត្តិរបស់ខ្លួនចេញពីសហរដ្ឋអាមេរិកយកមកទូទាត់សងបំណុលដែលខ្លួនខ្ចីរដ្ឋាភិបាលប្រទេសជប៉ុនយកទៅរកស៊ីឬក៏យកទៅទិញផ្សារហ៊ុននៅក្នុងសហរដ្ឋអាមេរិកទាំងបានបំណុលឬក៏ផ្សារហ៊ុនដែលទិញដោយរដ្ឋាភិបាលប្រទេសជប៉ុនរួមជាមួយពលរដ្ឋប្រទេសជប៉ុនមានទំហំរហូតដល់ទៅ2.2 trillion ប្រសិនបើបានបំណុលឬក៏ផ្សារហ៊ុនទាំងអស់នោះត្រូវដកត្រឡប់មកវិញឥឡូវយើងដកថាដក1 trillion ចឹងក៏ជាផលលំបាកសម្រាប់សហរដ្ឋអាមេរិកដែរពីព្រោះនៅក្នុងឆ្នាំ2026នេះបានបំណុលដែលសហរដ្ឋអាមេរិកគាត់លក់ដល់រយៈពេលទូទាត់ក្នុងការទូទាត់សងត្រឡប់ទៅឲ្យគេទៅវិញព្រោះបានបំណុលនៅពេលដល់ឆ្នាំទឹកគេសងដើមវិញទៅទាំងអស់អញ្ចឹងណាការពេលហ្នឹងយើងទទួលបានទិន្នផលហៅថាការប្រាក់នោះឯងទិន្នផលគេហៅថាទិន្នផលដែលយើងហៅថាការប្រាក់ទៅងាយយល់រហូតដល់ទៅ1 trillion ជាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងពេលបច្ចុប្បន្ននេះបារម្ភទៅលើការលុបបានបំណុលរបស់ខ្លួនអត់មានអ្នកទិញព្រោះតែផលការឡើងខ្ពស់ណាជាងសហរដ្ឋអាមេរិកនឹងដំឡើងទិន្នផលនៃបានបំណុលនឹងបន្ថែមទៀតអាចឡើងរហូតដល់ទៅ 6% ឬក៏លើសហ្នឹងក៏ថាបានដែរនៅក្នុងពេលបច្ចុប្បន្នរយៈពេល30ឆ្នាំគឺ 5% ជាងហើយនៅក្នុងរយៈពេល10ឆ្នាំគឺ 4% ជាង 4.5% ការតម្លើងនេះវាគឺជាបញ្ហាធ្ងន់ដែលយើងអាចមើលឃើញសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2036នឹងចំណាយថវិការបស់ខ្លួនរហូតដល់ទៅ 30% នៃចំណូលរដ្ឋាភិបាលយកទៅសងនៅបំណុលដែលខ្លួនជំពាក់តែប៉ុណ្ណោះអញ្ចឹងអានេះគឺជារឿងធ្ងន់ធ្ងរណាតែបើបងប្អូនថាមើលទៅឃើញជារឿងតូចតាចបងប្អូនមើលពិចារណាទៅវិញនៅក្នុងប្រទេសចិននៅក្នុងពេលបច្ចុប្បន្ននេះគឺទប់ស្កាត់ពលរដ្ឋរបស់ខ្លួនមិនឲ្យទិញផ្សារហ៊ុនឬក៏បានបំណុលរបស់សហរដ្ឋអាមេរិកទេពីព្រោះចិនផ្ដល់អត្រាការប្រាក់ទៀតពលរដ្ឋមួយចំនួនបំបែសាច់ប្រាក់នៃកម្ចីរបស់ខ្លួនឬក៏អ្នកវិនិយោគបំបែសាច់ប្រាក់នៃកម្ចីរបស់ខ្លួនទៅទិញផ្សារហ៊ុនឬក៏ទិញបាក់បំណុលសហរដ្ឋអាមេរិកដែលធ្វើឲ្យលំហូរលុយវាហូរចេញចិនក៏ខ្ទប់លំហូរលុយរបស់ខ្លួន
ហើយជប៉ុនចាប់ផ្ដើមទាញកំហូរលុយចូលមកវិញហើយសហរដ្ឋអាមេរិកកំពុងតែខ្វះខាតលុយកំពុងតែប្រកាសរកកំហូរលុយចឹងការប្រកាសរកកំហូរលុយវានឹងផ្ដល់នៅអត្រាការប្រាក់ខ្ពស់និងបំណុលដ៏សម្បើមដែលសហរដ្ឋអាមេរិកត្រូវទូរែកបើយើងគិតអំពីសង្គ្រាមបារាំងមកដល់ថ្ងៃនេះគឺ106ថ្ងៃហើយថ្ងៃលោកខ្ញុំរាប់ខុសជួយរាប់ខ្ញុំផងមកដល់ថ្ងៃនេះគឺ106ថ្ងៃហើយមិនទាន់មានដំណោះស្រាយច្បាស់លាស់ណាមួយទេបើទោះបីជាតម្លៃប្រេងវាធ្លាក់ចុះពី$100មកត្រឹមគ្រឿងរង្វង់90និង95នៅក្នុង1បារ៉ែលប៉ុន្តែវានៅតែជាបញ្ហាសម្រាប់រឿងអតិផរណាដដែលទេយើងនឹងឃើញសម្ពាធបន្ថែមទៅទៀតសម្ពាធនៃអតិផរណាវាកើនឡើងសម្ពាធនៃអត្រាប្រាក់វានឹងត្រូវបន្ថែមសម្ពាធនៅព័ត៌មានវានឹងត្រូវតែមានការបញ្ចេញបញ្ចូលហើយយើងឃើញទុនសកលរបស់ពិភពលោកឬក៏ហានិភ័យភូមិសាស្ត្រចាប់ផ្ដើមរត់ទៅនេះរត់ទៅនោះតែពេលនេះយើងនឹងឃើញតម្លៃមាសយើងនឹងឃើញតម្លៃមាសនៅតែបន្តរងសម្ពាធតាមរយៈការលក់ចេញពីអ្នកវិនិយោគខ្លីៗដែលគេយល់ច្រឡំឬក៏មានការដកយកសាច់ប្រាក់ទៅប្រើប្រាស់មកវិញពួកប្រទេសខ្លះក៏ព្យាយាមលក់មាសដែរដើម្បីដកសាច់ប្រាក់យកទៅប្រើប្រាស់ជាលុយដុល្លារទិញប្រេងចឹងវាក៏ជារឿងរ៉ាវនៅក្នុងរយៈពេលខ្លីទេពីព្រោះធនាគារទាំងអស់នៅតែបង្កើនការទិញមាសរបស់ពួកគេនៅតែបន្តអំពីការព្យាករណ៍អំពីតម្លៃមាសល្បឿននៃការទិញរបស់គេគឺ60តោនជាងនៅក្នុងមួយខែ60តោនជាងនៅក្នុងមួយខែយើងរាប់ពីត្រីមាសទី1រហូតដល់ក្នុងពេលបច្ចុប្បន្នក៏នៅតែស្ថិតនៅក្នុងល្បឿន60តោនជាងដែរចឹងវាគឺជាការរៀបចំមាសធ្លាក់ចុះរហូតដល់ទៅ23%នៃការកើនឡើងពីដើមឆ្នាំគេរំពឹងថាវាអាចនឹងកើនឡើងលើសពីអ្វីដែលវាកំពុងតែបានធ្លាក់ចុះយើងអាចមើលទៅឃើញឆ្នាំ2018 2019 2020ការលក់ចេញមាសយ៉ាងគំហុកការបារម្ភការភ័យខ្លាចបានកើតឡើងនៅពេលដែលអតិផរណាខ្ពស់ហើយវាកើតឡើងម្ដងទៀតនៅឃើញឆ្នាំ2023 22 23ដោយសារតែការដំឡើងអត្រាប្រាក់នៅតែបន្តឆ្ពោះរហូតដល់ទៅ 5.5% ឯណោះខណៈដែលនៅក្នុងឆ្នាំ2022មានអ្នកតម្រង់ជួរទៅលក់មាសច្រើននៅក្នុងឆ្នាំ2022នៅពេលដែលមានសង្គ្រាមបន្ថែមទៅទៀតដែលធ្វើឲ្យមានវិបត្តិប្រេងនេះចង់ចាំបានសូម្បីតែវិទ្យុបារាំងក៏បានផ្សាយអំពីការលក់មាសចេញយ៉ាងសន្ធឹកសន្ធាប់ពីពលរដ្ឋខ្មែរដែលបារម្ភអំពីការធ្លាក់ថ្លៃនៃតម្លៃមាសនិងបញ្ហាសេដ្ឋកិច្ចផងដែរពីព្រោះមានអ្នកព្យាករណ៍ច្រើនតាមរយៈការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកអ្វីដែលយើងកំពុងតែឃើញបើយើងវិភាគបែបស៊ីជម្រៅដែលផ្ដោតទៅលើទិន្នន័យសេដ្ឋកិច្ចដែលកំពុងតែមាននៅក្នុងពេលបច្ចុប្បន្នរួមជាមួយនឹងប្រវត្តិសាស្ត្រច្រើនដែរយើងអាចឃើញថាវាគឺជាការរៀបចំខ្លួនរបស់មាសមុនការកើនឡើងនៃតម្លៃថ្មីរបស់វាយើងនឹងឃើញការបោះពំលុយយើងនឹងឃើញការទម្លាក់អត្រាការប្រាក់មកវិញនៅក្នុងរយៈពេលគំហុកណាមួយអានេះគឺជាអ្វីដែលយើងអាចមើលឃើញតែបន្តប៉ុន្តែយ៉ាងណាមិញវាត្រូវផ្ដោតទៅលើការពិចារណានិងការប្រមូលព័ត៌មានរបស់អ្នកស្ដាប់ឬក៏ប្រិយមិត្តស្ដាប់ទាំងឡាយនេះគឺជាការវិភាគមាសនៅក្នុងចុងសប្តាហ៍ដែលខ្ញុំវិភាគជូនផ្អែកទៅលើទិន្នន័យសេដ្ឋកិច្ចដែលមានរៀបរាប់ខាងលើដែលមានការដកសំត្រឹមត្រូវមិនមែនជាទិន្នន័យសេដ្ឋកិច្ចដែលខ្ញុំនិយាយឬក៏ថាខ្លួនឯងទេយ៉ាងណាមិញវាអាចមានត្រូវនិងខុសសូមគបគូស្វែងរកព័ត៌មានបន្ថែមដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងការវិភាគឬក៏ទស្សនៈតែវាអាចត្រូវនិងខុសសូមអរគុណសូមជម្រាបលា